បាទសួស្តីពុកម៉ែបងប្អូនឥឡូវខ្ញុំនឹងធ្វើការបង្រៀនរបៀបដំឡើងប្រភេទកាមេរ៉ា Solar ប្រើជាមួយនឹង SIM 4G ដែលប្រើកម្មវិធី FV3 Pro ដាក់នៅលើទូរស័ព្ទដៃបាទផ្ដើមដំបូងយើងនឹងធ្វើការរៀបចំកាមេរ៉ារបស់យើងឲ្យបានត្រឹមត្រូវជាមួយនឹងការដាក់ SIM ដាក់ memory បាទអញ្ចឹងនេះជាប្រភេទកាមេរ៉ាដែលមាន lens 3ហើយរបៀបតម្លើងរបស់វាគឺយើងមើលនៅខាងក្រោមនេះជាកន្លែងសម្រាប់រៀបចំដាក់ SIM ដាក់ memory បាទអញ្ចឹងសម្រាប់ memory បងប្អូនដាក់បែបនេះបាទមើលយើងដាក់ទាំងនេះរបស់វាជារបស់វាខាងក្រោមទេយើងដាក់ចូលនៅខាងក្រោមណាបាទដាក់ចូលហើយយើងចុចវាទៅហ្នឹងយើងបាន memory ហើយ SIM យើងដាក់ចុះខាងក្រោមចេះវិញ SIM បាទ SIM នេះកន្លែងដាក់ SIM បតង់វានៅលើនេះចឹងយើងដាក់បែបនេះចឹងយើងដាក់បានត្រឹមត្រូវបាទបានត្រឹមត្រូវទេ SIM ហ្នឹងយើងអាចចុចឡើងលើចេញវិញទេហើយយើងបិទវាបានស្អាតទៅហើយបន្ទាប់មកយើងមើលនៅខាងក្រោមនេះណាយើងបើកនេះមកយើងមើល on off ណាចឹងមុនយើងធ្វើការតម្លើងគឺយើងបើកមក on បាទចឹងយើងបើកវាមក on មកដាក់មក on មកចឹងកាមេរ៉ាវានឹងមានភ្លើងនេះភ្លើងពណ៌ក្រហមនេះណាបើយើងបើក on វាមានភ្លើងពណ៌ក្រហមហើយនឹងវារេចឹងយើងអាចបិទវាវិញឲ្យបានស្អាតមកបាទហើយបន្ទាប់មកបតង់ទីតាំងនេះគឺយើងសម្រាប់ដតជាមួយនឹងប្រទេស solar នេះបាទអញ្ចឹងប្រទេស solar នេះពេលដែលយើងចាប់ផ្ដើមយកទៅដំឡើងនៅទីតាំងបកគោលភ្លើងឬក៏តំបន់កន្លែងដែលយើងចង់ដាក់ហ្នឹងគឺយើងដតមួយប្រទេស solar គឺនៅទីតាំងនេះហើយបន្ទាប់មកប្រទេស solar នេះគឺយើងចាប់ជើងរបស់វាជាមួយនឹងមានជើងរបស់វាមួយនេះមួយទៀតបាទហ្នឹងហើយតោះពេលយើងចាប់ជាប់ហើយស្អាតហើយគឺយើងចាប់ផ្ដើមដំណើរការដំឡើងលើទូរស័ព្ទដៃរបស់យើងម្ដងបាទបន្ទាប់ពីយើងធ្វើការរៀបចំកាមេរ៉ាបានស្អាតសព្វគ្រប់អស់ហើយបងប្អូនធ្វើការដនកម្មវិធី V3 Pro នេះដាក់លើទូរស័ព្ទដៃរបស់បងប្អូនម្ដងអញ្ចឹងមិនថា Android ឬ iPhone ទេណាបងប្អូនដនកម្មវិធី V3 ដែលមានរូបរាងបែបនេះដាក់លើទូរស័ព្ទដៃរបស់យើងទៅហើយបន្ទាប់ពីយើងដាក់បានជោគជ័យដនបានជោគជ័យយើងធ្វើការបើកបាទអញ្ចឹងពេលដែលយើងបើកវានឹងចេញរូបរាងបែបនេះអញ្ចឹងវាមានបតង់2សម្រាប់ឲ្យយើងធ្វើការ login ចូលនេះគឺបើសិនជាយើងមាន account បាន register រួចរាល់ហើយបងប្អូនចុច login ទៅ login ហ្នឹងយើងវាចូលតាមហ្នឹងទៅបើថាអត់ទាន់មានទេយើងចុចពាក្យ register ប៉ុន្តែ register នេះបងប្អូនអាច register តាម email ណាបងប្អូនមាន email ផ្លូវការបងប្អូនអាច register តាមហ្នឹងទៅតែសម្រាប់ប្រភេទ iPhone ងាយបងប្អូនអាចចុចពី Apple នេះមកហ្នឹងកន្លែង Apple នេះគឺចូលជាមួយ link ជាមួយនឹង Apple ID របស់ទូរស័ព្ទរបស់យើងតែម្ដងគឺយើងគ្រាន់តែចុច next ទៅគឺជោគជ័យតែម្ដងបើថាបងប្អូនប្រភេទ Android អីវាអាចនឹងចេញរូបផ្សេងហ្នឹងចេញជាជ្រុំឬក៏ចេញជាស្អីដែលយើងធ្លាប់មាន email login បង្កើតហ្នឹងបងប្អូនចុចទៅវាមានពាក្យ continue ទៅគឺយើងអាចលឹងបានជោគជ័យតែម្ដងបើថាអត់ទេបងប្អូនអាច register តាម email ផ្លូវការរបស់យើងគ្រាន់តែចុចពាក្យ register នេះមកហើយវាមាន2សម្រាប់ឲ្យយើងជ្រើសរើសវាមាន mobile និងវាមាន email នេះ mobile និង email អញ្ចឹងបងប្អូនធ្វើការបញ្ចូលតាម email បងប្អូនមើលឡើងពាក្យនេះមកវាចេញ email នេះបាទវាចេញ email នេះយើងវាយជ្រើសរើស country មកបាទយើងយកអាស៊ីមកហើយបន្ទាប់មកយើងយកដាក់ email ចូលមកតទៅយើងវាយ email ចូលមកយើងយកពាក្យ next ខាងក្រោមនេះអញ្ចឹងវានឹងមានលេខកូដ8ខ្ទង់ឬក៏6ខ្ទង់ផ្ញើចូលទៅក្នុង Gmail របស់យើង email របស់យើងនេះហើយយើងយកមកបំពេញមកគឺយើងអាច register បានហើយតែបើសម្រាប់យើង register តាម mobile នេះយើងអាចវាយ Cambodia មកវាគ្រាន់តែខ្ញុំព្យាយាមធ្វើវាអត់ទាន់ support ណាវាអត់ទាន់ support ជាមួយនឹងលេខទូរស័ព្ទដល់ស្រុកខ្មែររបស់យើងទេអញ្ចឹងយើងអត់អាចធ្វើការ register តាមលេខទូរស័ព្ទបានបាទអញ្ចឹងបងប្អូនអាច register តាម email ផ្លូវការឬក៏បងប្អូនអាចចូលនៅតាម Apple ID នេះឬក៏ប្រភេទ Android មានជាជ្រុំឬក៏ជាស្អីផ្សេងណាបងប្អូនអាចធ្វើការ register តាមនោះវាលឿនជាងបាទបន្ទាប់ពីបងប្អូនធ្វើការ register app របស់ V3 Pro បានជោគជ័យវានឹងចេញរូបរាងបែបនេះហើយបន្ទាប់ពីយើងបានជោគជ័យបែបហ្នឹងហើយយើងធ្វើការតម្លើងទូរស័ព្ទរបស់យើងជាមួយនឹងកាមេរ៉ាហ្នឹងតែម្ដងអញ្ចឹងបងប្អូនធ្វើការចុចលេខបូកនេះមកសញ្ញាលេខបូកនេះចុចសញ្ញាលេខបូកនេះហើយយើងយកពាក្យ add camera បងប្អូនមើលប៊ូតុង 4G ណាយើងយកពាក្យប៊ូតុង 4G ក្រោមនេះប៊ូតុង 4G មកហើយបងប្អូនយកកន្លែង scan នេះក៏បានបងប្អូនចង់វាយលេខកូដ QR វាចូលក៏បានដែរតែយើងយក scan នេះលឿនអញ្ចឹងយើងចូល line scan ហ្នឹងមកហើយយើងទៅមើល QR នៅលើបិទនៅលើកាមេរ៉ានេះ QR របស់វានេះយើងគ្រាន់តែ scan ចឹងមកអូខេជោគជ័យអញ្ចឹងបន្ទាប់ពីយើងបានកូដរបស់វាមកដាក់នៅក្នុងកន្លោមហ្នឹងហើយបងប្អូនធ្វើការចុច confirm មកចុច confirm មករងចាំមួយស្ទុះនេះវាជោគជ័យឲ្យវាអូខេឲ្យហើយតើវាអូខេឲ្យហើយបងប្អូនអាចធ្វើការវាយ custom device name នេះក៏បានវាយឈ្មោះចង់ដាក់ឈ្មោះកាមេរ៉ាអីក៏បានដែរតែខ្ញុំខ្ជិលវាយខ្ញុំយកពាក្យណាមួយនៅក្នុងកន្លោមខាងលើអញ្ចឹងខ្ញុំជ្រើសយកកន្លែង home តោះមកខ្ញុំយកពាក្យ new device អញ្ចឹងយើងរងចាំមួយស្ទុះអូខេឥឡូវកាមេរ៉ាវាឲ្យ activate អញ្ចឹងបងប្អូនចុច activate នេះមក activate មកស្ទុះមកដល់ពេលវា activate ចាប់គឺកាមេរ៉ាជោគជ័យនេះកាមេរ៉ាជោគជ័យនេះយើងអាចញូបាន ray trace ស្ដាំនេះយើងមើល PTZ របៀបប្រើរបស់វាមាន speaker មានអីហ្នឹងបងប្អូនអាចចុចទៅវាមាន function អីខ្លះហើយ playback របស់វានៅលើនេះហ្នឹងហើយចិត្តប៉ុណ្្នឹងឯងងាយសម្រាប់ការដំឡើងកាមេរ៉ា V3 Pro ដែលប្រភេទ Solar 4G នៅលើទូរស័ព្ទដៃរបស់យើងអញ្ចឹងយើងចង់ add កាមេរ៉ាថែមអីទៀតបងប្អូនចុចសញ្ញាលេខបូកនេះមិនថែមកាមេរ៉ាទៅហើយយើងចង់ធ្វើការ share ទៅកាមេរ៉ាទូរស័ព្ទដៃផ្សេងៗទៀតបងប្អូនត្រឡប់មកក្រោយបងប្អូនចុចកន្លែងចុច3ណាខ្ញុំយកបងប្អូនយកពាក្យ share មកយកពាក្យ share មកវាមានកន្លែង new វាមានកន្លែង confirm នេះមកអញ្ចឹង confirm មកណាបងប្អូនចង់បន្ថែមនៅលើទូរស័ព្ទផ្សេងៗទៀតណាហ្នឹងយើងយកនេះគេបរៀនយើងនេះកន្លែង mobile កន្លែង name នេះបងប្អូនធ្វើការ add បោះគេចូលមកកន្លែងទីតាំងហ្នឹងមកបងប្អូនអាចធ្វើការតម្លើងលើទូរស័ព្ទដៃបន្តទៀតបានអរគុណច្រើន